គណៈសូមជ្រះថ្លាសិក្សាជីវប្រវត្តិរបស់ព្រះនាងសុភាកាមារធីតាថេរីព្រះថេរីជាភិក្ខុនីមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះព្រះនាងសុភាកាមារធីតាថេរីជាព្រះអរហន្តីមួយរូបដែលជាអ្នកចេញបួសអំពីត្រកូលស្ដុកស្ដំគឺជាអ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនជាពិសេសនោះគឺនាងចេញមកបួសនៅក្នុងវ័យក្រមុំជាវ័យដែលស្ថិតនៅក្នុងភាពសប្បាយដែលតាក់ទងនឹងរឿងលោកីយវិស័យតែនាងអាចលះបង់សភាពទាំងអស់នោះបានជារឿងដែលកម្រពុទ្ធជនភាគច្រើនធ្វើបានដូចនាងណាស់ជីវប្រវត្តិរបស់ព្រះនាងសុភាកាមារធីតាថេរីមានសម្ដែងនៅក្នុងអដ្ឋកថាបរមត្ថទីបនីដែលជាអដ្ឋកថាអធិប្បាយសេចក្តីបាលីនៅក្នុងគម្ពីរខុទ្ទកនិកាយថេរីគាថាដូចមានសេចក្តីថាព្រះនាងសុភាកាមារធីតាថេរីជាអ្នកធ្លាប់បានបំពេញបារមីទុកក្នុងសំណាក់នៃព្រះពុទ្ធដែលបានត្រាស់ដឹងរួចមកហើយក្នុងកាលមុនទោះបីនាងបានសន្សំបុណ្យកុសលគ្រប់យ៉ាងក៏ដោយក៏ដើម្បីឲ្យបានជាឧបនិស្ស័យនៃព្រះនិព្វានតមកដោយលំដាប់ដោយអំណាចកុសលទាំងអស់នោះបានធ្វើឲ្យនាងកើតស្លាប់កើតក្នុងសង្សារវដ្តនេះតែក្នុងសុគតិភពប៉ុណ្ណោះកាលបើនាងមានញាណចាស់ក្លាហើយលុះមកដល់ពុទ្ធកាលព្រះសមណគោតមបរមគ្រូនៃយើងនេះនាងបានមកកើតនៅក្នុងត្រកូលជាងមាសម្នាក់នៅក្នុងក្រុងរាជក្រឹសនាងមានឈ្មោះថាសុភាហេតុដែលនាងមានឈ្មោះយ៉ាងនេះមកពីនាងមានរូបកាយស្អាតពាក្យថាសុភាប្រែថាល្អឬស្អាតលុះនាងមានវ័យចម្រើនដឹងក្តីហើយក៏កើតមានសេចក្តីជ្រះថ្លាក្នុងព្រះលោកនាថក្នុងកាលដែលព្រះវិចិត្រមារស្ដេចយាងមកកាន់ក្រុងរាជក្រឹសថ្ងៃមួយនាងបានចូលទៅគាល់ថ្វាយបង្គំព្រះមានជោគហើយអង្គុយនៅក្នុងទីដ៏សមគួរគ្រានោះព្រះសម្ពុទ្ធទ្រង់ឃើញនាងជាអ្នកមានឥន្ទ្រីចាស់ក្លាហើយទើបព្រះពុទ្ធអង្គទ្រង់សម្ដែងធម៌គឺអរិយសច្ចៈទាំង4ប្រការបានដល់1ទុក្ខ2សមុទយៈ3និរោធនិង4មគ្គដោយសំរុំដល់អធ្យាស្រ័យរបស់នាងក្នុងមួយរំពេចនោះបន្ទាប់ពីនាងបានស្ដាប់អរិយសច្ចធម៌ចប់នាងក៏បានសម្រេចសោតាបត្តិផលឬនាងបានជាព្រះសោតាបានកាលតមកនាងក៏បានពិចារណាឃើញទោសក្នុងគិរិវៈនាងទើបចេញទៅបួសនៅក្នុងសំណាក់របស់ព្រះនាងមហាបជាបតីគោតមីថេរីកាលបួសជាភិក្ខុនីរួចហើយនាងក៏ខំប្រព្រឹត្តប្រណិប័តនៅក្នុងសិលឲ្យបរិសុទ្ធថែមទាំងជាអ្នកប្រកបកិច្ចក្នុងភាវនាការចម្រើនការនឹកចំពោះត្រង់អារម្មណ៍តែមួយដដែលឲ្យច្រើនគឺនាងនឹកហើយនឹកទៀតជារឿយជានិច្ចដើម្បីមគ្គខបដិបត្តិឲ្យដល់ការរំលត់ទុក្ខថ្នាក់ខ្ពស់ឡើងទៅចំណែកពពួកញាតិរបស់នាងម្នាក់នាំគ្នាទៅរកពធេរីគ្រប់ពេលវេលាទាំងនិយាយបបួលអារាធនាព្រះថេរីឬបង្ហាញទ្រព្យជាច្រើនថ
ែមទាំងនាំយកទ្រព្យមកក៏ទុកចំពោះមុខព្រះធេរីហើយបានពោលលួងលោមដោយរឿងកាមារម្មណ៍ផ្សេងជាច្រើនទៀតផងថ្ងៃមួយកាលពពួកញាតិចូលមករកព្រះធេរីហើយព្រះធេរីបានប្រកាសទោសក្នុងការរស់នៅគ្រប់គ្រងផ្ទះនិងទោសរបស់កាមទាំងឡាយដោយព្រះធេរីពោលនៅគាថា24គាថាតាមដែលមានសម្ដែងនៅក្នុងគម្ពីរខុទ្ទកនិកាយថេរីគាថាដូចមានសេចក្តីថាកាលពីដើមខ្ញុំនៅក្រមុំមានគ្រឿងពាក់ដ៏ស្អាតបានស្ដាប់ធម៌ការត្រាស់ដឹងសច្ចធម៌ក៏កើតមានដល់ខ្ញុំនោះជាស្ត្រីមិនប្រហែសធ្វេសហេតុនោះខ្ញុំមិនត្រេកអរក្រៃពេកក្នុងកាមារម្មណ៍ទាំងអស់ឃើញពហិក្នុងសកាយៈហើយពេញចិត្តនឹងការចេញសាងភ្នោះតែម្យ៉ាងខ្ញុំលះបង់ពួកញាតិទាសកម្មករស្រុកស្រែទាំងឡាយដ៏ស្ដុកស្ដំនិងកំណរនៃភោគៈទាំងឡាយដែលគួរត្រេកអរគួររីករាយខ្ញុំលះបង់នៅសម្បត្តិដ៏ច្រើនហើយបួសខ្ញុំចេញចាកផ្ទះដោយសទ្ធាយ៉ាងនេះហើយបួសក្នុងព្រះសទ្ធម្មដែលព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងហើយដោយប្រពៃខ្ញុំប្រាថ្នានៅសេចក្តីមិនកង្វល់ព្រោះការត្រឡប់មករកកាមនោះមិនសមគួរដល់ខ្ញុំទេអ្នកណាលះចោលមាសនិងប្រាក់ហើយមិនគប្បីត្រឡប់មកហើយប្រាក់ហើយមិនគប្បីត្រឡប់យកមកវិញទេប្រាក់ក្តីមាសក្តីរបស់បុគ្គលនោះមិនមែនមានដើម្បីព្រះនិព្វានជាទីស្ងប់ទេការទទួលមាសនិងប្រាក់នោះមិនសមគួរដល់សមណៈទេការទទួលនៅប្រាក់និងមាសនោះមិនមែនជាទ្រព្យដ៏ប្រសើរទេការទទួលនៅប្រាក់និងមាសនោះសុទ្ធតែជាគ្រឿងឲ្យកើតលោភៈជាគ្រឿងស្រវឹងជាគ្រឿងវង្វេងជាគ្រឿងពាន់ព័ទ្ធដោយធូលីគឺកិលេសប្រកបដោយសេចក្តីរង្គៀសមានសេចក្តីចង្អៀតចង្អល់ច្រើនសេចក្តីទៀងទាត់ស្ថិតស្ថេរក្នុងទ្រព្យនេះមិនមានទេពួកនរជនដែលត្រេកអរដោយទ្រព្យប៉ុណ្ណោះឈ្មោះថាជាអ្នកប្រហែសធ្វេសជាអ្នកមានចិត្តសៅមងជាអ្នកអន់រមែងធ្វើនៅចំនួនជាច្រើនទៅវិញទៅមកសេចក្តីវិនាសច្រើនប្រការគឺការសម្លាប់ការចងការសៅមងសេចក្តីវិនាសសេចក្តីសោកខ្សឹកខ្សួលរមែងកើតប្រកបដល់ពួកជនដែលដេកត្រាំក្នុងកាមទាំងឡាយអ្នកទាំងឡាយជាញាតិមែនតែហាក់ដូចជាសត្រូវលបួងខ្ញុំនោះក្នុងកាមទាំងឡាយធ្វើអ្វីព្រោះអ្នកទាំងឡាយជ្រាបនៅខ្ញុំថាជាអ្នកបួសជាស្ត្រីឃើញនៅភ័យក្នុងកាមទាំងឡាយអាសវៈទាំងឡាយមិនមែនអស់ទៅព្រោះប្រាក់និងមាសកាមទាំងឡាយមិនមែនជាមិត្តជាសភាវៈសម្រាប់នៅប្រយោជន៍ជាសត្រូវជាគ្រឿងចងទុកនៅសគឺកិលេសអ្នកទាំងឡាយជាញាតិមែនតែហាក់ដូចជាសត្រូវលបួងខ្ញុំនោះក្នុងកាមទាំងឡាយធ្វើអ្វីព្រោះអ្នកទាំងឡាយជ្រាបនៅខ្ញុំថាជាអ្នកបួសមានក្បាលត្រងោលដណ្ដប់នៅសង្ឃាដីដុំបាយតាមលំដាប់ផ្ទះក្តីអាហារចំណីក្តីបាំងសកលចីវរក្តីនេះឯងជាអំពើដ៏សមគួរដល់ខ្ញុំជាបរិក្ខារជាទីអាស្រ័យរបស់អ្នកបួសលោកអ្នកស្វែងរកនៅគុណដ៏ធំទាំងឡាយខ្ជាក់ចោលនៅកាមទាំងឡាយដែលជាទិព្វនិងជារបស់មនុស្សបុគ្គលអ្នកស្វែងរកនៅគុណធំទាំងនោះមានចិត្តអោនទៅក្នុងព្រះនិព្វាន
ជាទីដកសែមបុគ្គលអ្នកស្វែងរកនៅគុណធំទាំងនោះបានដល់នៅសេចក្តីសុខឥតកម្រើកទីចម្រករមែងមិនមានក្នុងកាមទាំងឡាយណាខ្ញុំមិនសែបដោយកាមទាំងឡាយនោះទេកាមទាំងឡាយមិនមែនជាមិត្តដូចជាអ្នកសម្លាប់ឬដូចជាកំណរភ្លើងនាំមកនៅសេចក្តីព្រួយកាមនោះមិនស្អាតប្រកបដោយភ័យប្រកបដោយសេចក្តីចង្អៀតចង្អល់ដូចជាបន្លាកាមនោះជាគ្រឿងញ៉ាំជាគ្រឿងកង្វល់ក្រៃលែងមានមុខឈោមទៅរកសេចក្តីវង្វេងដ៏ធំកាមគុណជាឧបសគ្គផងមានសភាពគួរខ្លាចផងកាមារម្មណ៍ទាំងឡាយមានឧបមាដូចក្បាលពស់ពួកពុទ្ធជនល្ងងខ្លៅដូចជាបុគ្គលខ្វាក់តែងត្រេកត្រអាលព្រោះថាពួកជនច្រើនរូបដែលជំពាក់ដោយគ្រឿងជំពាក់គឺកាមរមែងបានសេចក្តីទុក្ខក្នុងលោករមែងមិនដឹងច្បាស់នៅទីបំផុតនៃជាតិនិងមរណៈមនុស្សទាំងឡាយជាច្រើនតែងដើរទៅកាន់ផ្លូវជាទីទៅកាន់ទុគតិមានកាមជាហេតុជាគ្រឿងនាំមកនៅរោគដល់ខ្លួនកាមទាំងឡាយជាគ្រឿងញ៉ាំងសត្រូវឲ្យកើតយ៉ាងនេះជាហេតុញ៉ាំងសត្វឲ្យក្តៅក្រហាយនាំមកនៅសេចក្តីសៅហ្មងជានុយរបស់សត្វថ្វាក់លោកជាទីតាំងនៃគ្រឿងចងជាចំណងនៃសេចក្តីស្លាប់កាមទាំងឡាយជាគ្រឿងញ៉ាំងសត្វឲ្យឈួតឲ្យនិយាយបបាច់បបោចញ៉ាំងចិត្តឲ្យភ្លៀងភ្លាត់មាគឺកាមរបស់ពួកសត្វតែងរូបរិទ្ធដោយសេចក្តីសៅហ្មងយ៉ាងឆាប់រហ័សកាមទាំងឡាយមានទោសរកទីបំផុតគ្មានមានទុកច្រើនយ៉ាងមានពឹសដ៏ខ្លាំងក្លាមានរសឆ្ងាញ់តិចជាគ្រឿងធ្វើនៅចម្បាំងញ៉ាំងចំណែកនៃធរសឲ្យសាបសូន្យទៅខ្ញុំនោះលះបង់នៅសេចក្តីវិនាសដែលមានកាមជាហេតុបែបនេះត្រេកអរចំពោះព្រះនិព្វានសពកាលមិនត្រឡប់មកកាន់កាមនោះវិញទេខ្ញុំជាស្ត្រីប្រាថ្នានៅភាពដ៏ត្រជាក់ព្រះអរហន្តធ្វើនៅចម្បាំងចំពោះកាមទាំងឡាយជាអ្នកមិនប្រមាទត្រេកអរចំពោះព្រះនិព្វានជាទីអស់ទៅនៃសង្យោជនៈបុគ្គលអ្នកស្វែងរកនៅគុណដ៏ធំទាំងឡាយឆ្លងហើយតាមផ្លូវណាខ្ញុំនឹងដើរទៅតាមផ្លូវនោះជាផ្លូវឥតសោកមានធូលីទៅប្រះហើយជាផ្លូវក្សេមដ៏ត្រង់ប្រកបដោយអង្គ8ដ៏ប្រសើរព្រះមានប្រភិយត្រាស់ថាអ្នកទាំងឡាយចូលមើលនៅនាងសុភាកាមារធិតានេះជាស្ត្រីស្ថិតនៅក្នុងធម៌នាងបានចូលទៅកាន់ឈានឥតមានសេចក្តីញាប់ញ័រហើយស្មឹងស្មាតទៀបគល់ឈើនាងសុភាកាមារធិតាបួសបាន8ថ្ងៃនិងថ្ងៃនេះហើយជាភិក្ខុនីមានសទ្ធាល្អក្នុងព្រះសទ្ធម្មដែលនាងឧបលវណ្ណាទូនមានហើយជាស្ត្រីមានវិជ្ជា3លះបង់នៅមច្ចុបានភិក្ខុនីនេះជាអ្នកនៅឥតមានបំណុលមានឥន្ទ្រីចម្រើនហើយប្រឆាកិលេសគ្រឿងប្រកបទាំងពួងមានកិច្ចធ្វើរួចហើយមិនមានអាសវៈទេវរាជឈ្មោះសកៈជាម្ចាស់នៃពួកសត្វព្រមទាំងពួកទេវតាចូលទៅនមស្ការចំពោះភិក្ខុនីឈ្មោះសុភាកាមារធិតានោះដោយឫទ្ធិរបស់ខ្លួនក្រោយពីព្រះនាងសុភាកាមារធិតាធេរីពោលគាថានេះរួចហើយនៅមានរឿងពោលទុកនៅក្នុងអដ្ឋកថាបរមត្ថទីបនីតទៅទៀតថាព្រះនាងសុភាកាមារធិតាភិក្ខុនីបានសម្ដែងការលះបង់ធ្វើឲ្យពពួកញាតិទាំងអស់នោះអស់សង្ឃឹមហើយព្រះថេរីបានតាំងចិត្តចម្រើនវិបស្សនាមិនយូរប៉ុន្មានព្រះថេរីក៏បានសម្រេចព្រះអរហន្ត
ព្រមដោយបដិសម្បទាទៀតផងបានលើថាប្រនាងសុភាកាមារធិតាធេរីបួសបាន8ថ្ងៃក៏បានសម្រេចជាព្រះអរហន្តីអង្គុយចូលផលសមាបត្តិនៅទៀបគល់ឈើមួយគ្រានោះព្រះសក្យមុនីកាលនឹងទ្រង់សម្ដែងនៅគុណរបស់ពធេរីឲ្យដល់ភិក្ខុទាំងឡាយហើយព្រះសាស្តាទ្រង់សរសើរទើបត្រាស់ប្រគាថា3គាថាទាំងនេះដែលមានសេចក្តីដូចគ្នាដោយព្រះថេរីបានពោលរួចមកហើយដូចមានសេចក្តីថាអ្នកទាំងឡាយចូលមើលនាងសុភាកាមារធិតានេះជាស្ត្រីស្ថិតនៅក្នុងធម៌នាងបានចូលទៅកាន់ឈានឥតមានសេចក្តីញាប់ញ័រហើយស្មឹងស្មាតទីបគល់ឈើនាងសុភាកាមារធិតាបួសបាន8ថ្ងៃនឹងថ្ងៃនេះហើយជាភិក្ខុនៃមានសទ្ធាល្អក្នុងព្រះសទ្ធំដែលនាងអបលវណ្ណាទូនមានហើយជាស្ត្រីមានវិជ្ជា3លះបង់នៅមច្ចុបានភិក្ខុនៃនេះជាអ្នកនៅឥតមានបំណុលមានឥន្ទ្រីចម្រើនហើយប្រស្ចាគ្រឿងប្រកបទាំងពួងមានកិច្ចធ្វើរួចហើយមិនមានអាសវៈគ្រានោះទេវរាជឈ្មោះសកៈជាម្ចាស់នៃពួកសត្វព្រមទាំងទេវតាទ្រង់ឃើញរឿងនោះដោយទិបចក្ខុភ្នែកទិបហើយព្រះអង្គទ្រង់ត្រេះរិះថាព្រះភគវាទ្រង់សរសើរភិក្ខុនៃរូបនេះព្រោះហេតុយ៉ាងនេះដូចនេះយើងនឹងពពួកទេវតាសំគួរដែលនឹងចូលទៅរកហើយក្នុងមួយរំពេចនោះឯងសកទេវរាជនោះទើបស្ដេចចូលទៅរកព្រះនាងសុភាកាមារធិតាភិក្ខុនីព្រមដោយទេវតាជន់តាវតឹងទ្រង់បានថ្វាយបង្គំរួចហើយប្រថាប់ឈរនៅក្នុងទីដ៏សមគួរកាលទេវរាជដែលស្ដេចមករកព្រះនាងសុភាកាមារធិតាភិក្ខុនីនេះទ្រង់ព្រះនាមថាភូតបតិមានសេចក្តីថាទ្រង់ជាម្ចាស់ជាធំនៃពួកសត្វព្រមទាំងទេវតាក្នុងកាមភូមិព្រះនាងសុភាកាមារធិតាភិក្ខុនីជាព្រះថេរីដែលមានគុណគឺសេចក្តីល្អរហូតដល់ព្រះសម្ពុទ្ធទ្រង់ត្រាស់សរសើរដោយហោចទៅសំបីតែសកទេវរាជព្រមដោយទេវតាពួកជន់តាវតឹងនៅតែស្ដេចចូលទៅរកដើម្បីធ្វើនៅសេចក្តីគោរពដែរទាំងនេះគឺកើតមកអំពីសេចក្តីល្អដែលនាងបានសន្សំទុករួចមកហើយក្នុងអតីតជាតិទើបធ្វើឲ្យព្រះថេរីបានទទួលនៅភាពអស្ចារ្យយ៉ាងនេះទៅបានជីវប្រវត្តិរបស់ព្រះនាងសុភាកាមារធិតាធេរីចប់សូមជ្រះថ្លាអនុមោទនា